អត្ថបទស្ដាប់រឿងទុនសាយនិងខ្យងនារសៀលថ្ងៃមួយមានសត្វទុនសាយមួយក្បាលបានចុះទៅផឹកទឹកត្រពាំងមួយទុនសាយរៀបនឹងផឹកទឹកនោះហើយស្រាប់តែមានខ្យងមួយស្រែកឡើងថាណែបងទុនសាយម្ដេចក៏បងចុះមកផឹកទឹកត្រពាំងខ្ញុំដូចនេះអញ្ចឹងទុនសាយតបវិញណែបងខ្យងខ្ញុំផឹកទឹកត្រពាំងសឹងតែគ្រប់ត្រពាំងអស់ហើយគ្មានអ្នកណាមកនិយាយថាជាត្រពាំងរបស់គេនោះទេខ្យងបានឆ្លើយទៅកាន់ទុនសាយវិញថាត្រពាំងនេះខ្ញុំនៅតាំងពីជំនាន់ដូនតារបស់ខ្ញុំមកម្លេះបើបងទុនសាយឯងចង់ផឹកទឹកត្រពាំងត្រូវតែសុំការអនុញ្ញាតពីខ្ញុំសិនទុនសាយបានឆ្លើយតាំងពីដើមមកខ្ញុំផឹកទឹកត្រពាំងមិនដែលសុំការអនុញ្ញាតពីនរណាទេរឿងអ្វីដែលខ្ញុំត្រូវសុំការអនុញ្ញាតពីបងខ្យងឯងខ្យងបានតបទៅវិញថាបានបើបងទុនសាយឯងចង់ផឹកទឹកត្រពាំងនេះដោយមិនចាំបាច់សុំខ្ញុំបងទុនសាយឯងត្រូវភ្នាល់ឲ្យឈ្នះខ្ញុំសិនបើបងទុនសាយឯងឈ្នះខ្ញុំនឹងមិនហាមឃាត់បងទុនសាយឯងផឹកទឹកត្រពាំងនេះទេតែបើបងទុនសាយឯងចាញ់ត្រូវឈប់ផឹកទឹកត្រពាំងនេះជារៀងរហូតទុនសាយបានសួរថាតើបងខ្យងឯងគិតភ្នាល់យ៉ាងដូចម្ដេចដែរខ្យងឆ្លើយខ្ញុំចង់ភ្នាល់រត់ប្រណាំងជាមួយបងទុនសាយឯងទុនសាយឮហើយក៏អស់សំណើចព្រោះតាំងពីដើមមកមិនដែលមានខ្យងរត់លឿនជាងទុនសាយពេលនោះទុនសាយក៏យល់ស្របតាមគំនិតរបស់ខ្យងហើយក៏បានរើសថ្ងៃសម្រាប់ការប្រកួតមុនការប្រកួតមកដល់ខ្យងបានកោះហៅគ្នាមករៀបចំល្បិចដើម្បីយកឈ្នះទុនសាយព្រោះថាបើមិនប្រើល្បិចច្បាស់ចាញ់ទុនសាយជាក់ជាមិនខានឡើយខ្យងបានឲ្យបពពួកខ្យងរបស់ខ្លួនផ្សេងទៀតតម្រៀបបណ្ដាក់គ្នាតាមមាត់ត្រពាំងបើឮទុនសាយហៅនៅខាងក្រោយខ្យងខាងមុខត្រូវឆ្លើយគូកថ្ងៃប្រកួតមកដល់ទុនសាយក៏មកតាមការណាត់របស់ខ្យងទុនសាយនិងខ្យងធ្វើការប្រកួតគ្នាហើយខ្យងក៏ត្រូវធ្វើតាមល្បិចដែលខ្លួនបានរៀបចំទុកនៅពេលដែលទុនសាយស្រែកហៅខ្យងដែលនៅខាងមុខទុនសាយក៏ឆ្លើយថាគូកទុនសាយរត់រហូតអស់ជើងក៏នៅតែរត់មិនឈ្នះខ្យងដែរទីបំផុតទុនសាយក៏ស្គាល់ថាចាញ់ប្រាជ្ញារបស់ខ្យងហើយចាប់តាំងពីពេលនោះមកទុនសាយក៏លែងហ៊ានផឹកទឹកត្រពាំងរហូតផឹកតែទឹកសន្សើមមកដល់សព្វថ្ងៃនេះសំណួរ 1. តើទុនសាយជួបសត្វអ្វីនៅឯណានៅពេលណា 2. ហេតុអ្វីបានជាមានការប្រកួតរវាងទុនសាយនិងខ្យង 3. តើខ្យងប្រើល្បិចដូចម្ដេចដើម្បីបានយកឈ្នះការប្រកួត 4. តើរឿងនេះចង់អប់រំយើងដូចម្ដេចខ្លះ